បាទជំរាបសួរលោកគ្រូទេថ្ងៃនេះខ្ញុំមកបកស្រាយលើមេរៀនវិតម្លៃនិងអរិយាប័ត្រនៃបំណិនអញ្ចឹងនៅក្នុងមេរៀននេះដែរយើងកំណត់ទៅលើគោលបំណងធំចំនួន5ទី1យល់អំពីលក្ខណៈទូទៅពុទ្ធិរបស់ពុទ្ធិបំណិនចរិយាសម្បទាលក្ខណៈខុសគ្នារបស់សម្បទាទាំង3សម្បទាទាំង3មានបំណិនសម្បទាចរិយាសម្បទានិងវិជ្ជាសម្បទាកំណត់បាននៅតម្រូវការសម្រាប់ការវាតម្លៃលើពុទ្ធិបំណិនសម្បទាចរិយារបស់សិស្សអាចបង្កើតជាកម្រងសំណួរនិងឧទាហរណ៍និងឧបករណ៍សម្រាប់វាតម្លៃលើពុទ្ធិបំណិនសម្បទានិងចរិយាសម្បទាដែលអាចបង្កើតដែលមានច្រើនទម្រង់និងមានលក្ខណៈសមស្របទៅនឹងការវាតម្លៃគ្រប់កម្រិតថ្នាក់ការកំណត់នៅរបៀបធ្វើឲ្យប្រសើរឡើងវិញនៅស្វ័យវាតម្លៃរបស់សិស្សមុននិងអំឡុងពេលក្រោយពេលរៀននិងបង្រៀនកំណត់បាននៅវិធីសាស្ត្រផ្សេងដែលអាចប្រើក្នុងការវិតម្លៃចឹងនៅក្នុងមេរៀននេះខ្ញុំសូមលើកយកអ្វីជាចរិយារបស់សិស្សចឹងចរិយារបស់សិស្សនោះគឺជាជំនាញទុនឬក៏ជាជំនាញទំនាក់ទំនងតខ្លួនដែលកំណត់ដែលបុគ្គលនោះទទួលបានតាមរយៈការដកពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងកាលណាយើងសិក្សាបានកាន់តែខ្ពស់ការងារបានកាន់តែច្រើនជំនាញចរិយាសម្បទារបស់យើងកាន់តែរីកចម្រើនទៅតាមនោះដែរចំណុចមួយទៀតគឺផ្ដោតទៅលើចរិយាសម្បទារបស់សិស្សដដែលប៉ុន្តែគឺជាចរិយាសម្បទាមានដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យតខ្លួនសហការជាមួយអ្នកដទៃការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងទៅលើការងារសម្រាប់ចំណុចខបំណិនពុទ្ធិគឺជាជំនាញប្រាជ្ញាសម្បទាគឺជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងជារឿយៗវាងាយស្រួលជាងក្នុងការស្ទាបស្ទង់វាស់ស្ទង់ជំនាញដោយការយល់ដឹងប៉ុន្តែវាអាចប្រើប្រាស់សម្រាប់វាស់វែងដូចជាការប្រឡងវាស់វែងការចងចាំនិងសមត្ថភាពដូចជាការគិតលឿនឬការវិភាគលក្ខណៈនៅក្នុងបំណិនពុទ្ធិនេះគឺមានជំនាញប្រាជ្ញាសម្បទារួមមានការគិតនិងការឆ្លើយតបទាន់ហេតុការណ៍សមត្ថភាពក្នុងការចងចាំមេរៀននិងហេតុការណ៍ផ្សេងការចង់អារម្មណ៍ភាពបត់បែនការវិភាគបញ្ហាជាលម្អិតការគិតបែបពហុកិច្ចឬកិច្ចការច្រើនក្នុងពេលតែមួយការបែងចែកចំណាត់ថ្នាក់ព័ត៌មានឬវត្ថុផ្សេងដូចជាល្អអាក្រក់ត្រឹមត្រូវខុសជាដើមនៅក្នុងបំណិនពុទ្ធិគឺយើងអាចយល់ដឹងអំពីសារៈសំខាន់របស់ចរិយាសម្បទាដោយខ្លួនឯងដែលជួយឲ្យយើងអភិវឌ្ឍទៅលើការសិក្សាទៅលើការសិក្សាឲ្យកាន់តែប្រសើរជាងមុនទោះបីជាជំនាញចរិយាសម្បទាយើងពិបាកក្នុងការវាស់វែងក៏ដោយអញ្ចឹងជាទូទៅមនុស្សធំគឺប្រើចរិយាសម្បទាដើម្បីប្រស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួនចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងចរិយាសម្បទាគឺជានឹងបំណិនសម្បទាហ្នឹងគឺចាំបាច់ក្នុងការទទួលបានភាពជោគជ័យក្នុងការសិក្សាអាជីពឬក៏ការដោះស្រាយបញ្ហាផ្សេងនៅក្នុងជីវិតប៉ុន្តែសិស្សត្រូវតែមានលក្ខណៈមួយចំនួនដើម្បីត្រៀមទុកដូចជាភាពស្មោះត្រង់ការចេះត្រួតពិនិត្យនិងការតាមដានខ្លួនឯងធ្វើការសហការជាមួយអ្នកដទៃតស៊ូក្នុងការប្រឈមមុខនឹងឧបសគ្គមានអាកប្បកិរិយានិងបុគ្គលិកលក្ខណៈ
តម្លៃនិងជំនាញផ្សេងលើពីនេះក៏គាត់ត្រូវតែស្រាវជ្រាវអំពីទំនាក់ទំនងរវាងចរិយាសម្បទានិងបំណិនសម្បទាជាមួយនឹងលទ្ធផលរៀនសូត្ររបស់ពួកគេផងដែរនៅក្នុងនោះក៏សិស្សមួយចំនួនក៏ត្រូវមានភាពស្ទាត់ជំនាញនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលពួកគេរីករាយនឹងអ្វីមួយពួកគេកំពុងធ្វើអ្វីមួយនឹងមើលឃើញនៅតម្លៃនៅលើលទ្ធផលដែលពួកគេទទួលបានជំរុញឲ្យមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីឲ្យពួកគេកាន់តែមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងហើយសិស្សដែលមានអារម្មណ៍ថាល្អគឺតែងតែមានការតាំងចិត្តខ្ពស់មានន័យថានៅពេលដែលសិស្សណាមានអារម្មណ៍ល្អហើយស្ងប់ស្ងាត់គឺគាត់មានការតាំងចិត្តខ្ពស់ព្រោះវាធ្វើឲ្យគាត់យកចិត្តទុកដាក់ទៅលើហេតុការណ៍រកវិធីសាស្ត្រចងចាំហាត់សមស្របឲ្យត្រូវនឹងអត្ថន័យហើយអនុវត្តវាបានចឹងនៅពេលដែលគាត់ស្ងប់ស្ងាត់នៅពេលដែលគាត់នេះហ្នឹងគឺគាត់អាចមានលទ្ធផលរំពឹងទុកខ្ពស់ជាងមុនតែក្នុងការថប់អារម្មណ៍ច្រើនពេកឬក៏មិនសូវមានអារម្មណ៍និងមានការរំខានពីការសិក្សាពីការធ្វើតេស្តថ្នាក់រៀនមួយនឹងមានបរិយាកាសវិជ្ជមានជំរុញឲ្យគេមានចូលរួមការរៀនសូត្រសិស្សច្រើនជាងថ្នាក់រៀនដែលមានបរិយាកាសអវិជ្ជមានតាមបទពិសោធន៍ជាក់ស្ដែងខ្ញុំដឹងថាការជឿជាក់លើសមត្ថភាពរៀនគឺនឹងចូលចិត្តមុខវិជ្ជារបស់ពួកគេហ្នឹងគឺត្រូវតែមានអាកប្បកិរិយាវិជ្ជមានចំពោះការសិក្សាគោរពគ្នាអត់លក្ខណៈថាអត់បង្ហាញពីការចូលរួមរៀនសូត្រដែលមិនមានប្រយោជន៍ទេគឺបង្ហាញពីការខ្វល់ខ្វាយគ្នាទៅវិញទៅមកចឹងនៅក្នុងទំនាក់ទំនងរវាងការសិក្សានិងចំណង់ចំណូលចិត្តលើមុខវិជ្ជាហ្នឹងគឺយើងត្រូវមានការសិក្សាបែបជោគជ័យក្នុងការសិក្សាមានក្តីសង្ឃឹមយើងត្រូវមានសុតិធិនិយមត្រូវមានអារម្មណ៍បែបវិជ្ជមានមានចង់មានជោគជ័យបន្ថែមស្វែងរកបញ្ហាស្វែងរកនិងប្រើប្រាស់មតិរិះគន់ផ្ដល់សិទ្ធិអំណាចដល់អ្នកដទៃការតាំងចិត្តការចូលរួមចំណែកឯសិស្សដែលបរាជ័យក្នុងការសិក្សាគ្មានក្តីសង្ឃឹមមានន័យថាគាត់អត់សង្ឃឹមថាធ្វើឲ្យបានជាលទ្ធផលអីមួយគ្មានសុតិធិនិយមគ្មានអារម្មណ៍បែបវិជ្ជមានគិតទៅតែបែបអវិជ្ជមានច្រើនជាងព្យាយាមកិច្ចពីការបរាជ័យគឺគាត់កិច្ចពីបញ្ហាគាត់អត់ប្រឈមមុខនឹងបញ្ហាគាត់ការរិះគន់នឹងគឺជាការជន់បន្លិចមិនមែនជាការរិះគន់បែបស្ថាបនាខ្វះការចូលរួមមិនច្បាស់លាស់នៅលើការងារអាកប្បកិរិយាបែបមិនសមរម្យចឹងនឹងជាធ្វើនឹងគឺជាអ្វីដែលមានតំណែងតំណងមួយទៀតគឺលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃគឺសំដៅទៅលើការយល់ឃើញរបស់បុគ្គលម្នាក់នឹងឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងការឲ្យតម្លៃហ្នឹងគឺវាអាស្រ័យទៅលើការយល់ដឹងរបស់បុគ្គលម្នាក់នោះទេតាមការពិតទៅរបៀបនៃការឲ្យតម្លៃហ្នឹងដូចជាជីវិតដែលមានសុវត្ថិភាពពិភពលោកប្រកបដោយសន្តិភាពចឹងជីវិតមានភាពរីករាយគឺមានការចូលរួមក្នុងសង្គមមានសេចក្តីប្រាថ្នាដូចគ្នាលទ្ធផលនៃការរំពឹងទុកបែបគុណតម្លៃហ្នឹងមានដូចជាភាពស្មោះត្រង់អញ្ចឹងភាពស្មោះត្រង់ហ្នឹងគឺយើងគួរតែឲ្យតម្លៃលើភាពស្មោះត្រង់សម្រាប់ការរស់នៅប្រចាំថ្ងៃជាពិសេសការទំនាក់ទំនងជាមួយមនុស្សដទៃដែលនៅជុំវិញខ្លួនយើងសុចរិតភាពសិស្សគួរតែប្រកាន់ខ្ជាប់នៅក្រមសីលធម៌គុណតម្លៃតខ្លួនយុត្តិធម៌សិស្សត្រូវប្រកាន់ខ្ជាប់នៅទស្សនៈមួយថាមនុស្សគ្រប់រូបគឺមានសិទ្ធិស្មើគ្នាដើម្បីទទួលបានភាពយុត្តិធម៌តែងតែនៅទៅតាមច្បាប់របស់ប្រទេស